បាទអនុញ្ញាតគ្រប់នឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំបាទគូសារ៉ាត់មានជាប្រភេទម៉ាស៊ីនពូអស់សម្រាប់បង្ហាញពុកម៉ែបងប្អូនប្រភេទនេះគឺយើងប្រើជាប្រភេទម៉ាស៊ីនពុកម៉ែបងប្អូនរាល់ដងខ្ញុំប្រើម៉ូទ័របាទតែនេះគឺយើងប្រើຂະຫນាតម៉ាស៊ីនពុកម៉ែបងប្អូនតែនេះអត់ទាន់បានបាញ់ថ្នាំទេគឺយើងទឹកតែលាងទឹករួចបាទរៀបចំបាញ់ថ្នាំហើយបាទរៀបចំបាញ់ថ្នាំចាប់កង់ចាប់អីចូលបាទបងប្អូនមកទស្សនាបាទអាຂະຫນាតយៈបាទຂະຫນាតយៈហ្នឹងគឺយើងប្រើប្រភេទសារ៉ាំងធំម៉ាស៊ីនធំដូចគ្នាបាទប៉ុន្តែអានេះធំជាងអាប្រភេទម៉ាញ់បាទប្រភេទនេះគឺយើងប្រើជាម៉ាស៊ីនយ៉ាងដុងបាទ25សេសពុកម៉ែបងប្អូន25សេសហ្នឹងដែរគឺយើងប្រើកម្លាំងជាមួយបូមមួយដៃវិជាវាគឺធំពុកម៉ែបងប្អូនຂະຫນាតយើងពូអស់បើយើងគិតពីប្រវែងចម្លោះរបស់វាហ្នឹងគឺ1.40 ម៉ែត្រពុកម៉ែបងប្អូនអានេះຂະຫນាតយៈពុកម៉ែបងប្អូនពូអស់ព្រៃអស់តាមលក្ខណៈអស់ស្វិតបាទត្រូវហើយបាទពុកម៉ែបងប្អូនប្រភេទហ្នឹងគឺអេមហ្មងបាទប្រភេទហ្នឹងគឺអេមពុកម៉ែបងប្អូនអស់ចន្ទទីបាទຂະຫນាតធំមានភ្នែកមានអីគឺយើងប្រើម៉ាស៊ីន4ហ្នឹងត្រូវប្រភេទនេះចំណុចពិសេសរបស់វាពុកម៉ែបងប្អូនកំបិត4បាទកំបិត4យើងពុះក្នុងឈើមួយដុំវាបាន4បាទពុកម៉ែបងប្អូនវាមួយដុំហ្នឹងគឺយើងពុះទៅគឺហើយតែម្ដងបាទអត់ចាំបាច់2 3ដងទេបាទពុកម៉ែបងប្អូនទស្សនានៃការពុះនេះទាំងអស់គ្នាបាទនេះយើងប្របែកបាទយើងប្របែកតែម្ដងគឺបែកបាទអស់ហ្នឹងបាទមកស្រួលបាទអស់ហ្នឹងគឺຂະຫນាតមុខខ្សែមុខហាយបាទអស់ហ្នឹងបាទពុកម៉ែបងប្អូនដែលចាំទស្សនាបាទនៃការពុះទាំងអស់គ្នាបន្តិចទៀតខ្ញុំនឹងដាក់វីដេអូឲ្យមើលបាទប្រភេទឬក៏យ៉ាប់យើងមើលការម៉ាស៊ីនរបស់វាអ៊ូលឬក៏អត់បាទពុកម៉ែបងប្អូនទស្សនាបាទនៃការពុះទាំងអស់គ្នាបាទបាទខ្ញុំបាទគូសារ៉ាត់អត់មាននៅច្រើនទេពុកម៉ែបងប្អូនបាទជួយគ្រប់គ្រងបាទស្នាដៃកូនខ្មែរទាំងអស់គ្នាបងប្អូនត្រូវការកំងអាចតាក់ទងមកបានបាទលេខទូរស័ព្ទគឺខ្ញុំបាទដាក់ខាងលើបាទសូមជួយចុច Subscribe ទាំងអស់គ្នាបាទសូមអរគុណនិងសូមគោរពលា